សង្គ្រាមជិតដល់ចំណុចបញ្ចប់លោកដូណាល់ត្រាំបង្ហាញសញ្ញាវិជ្ជមាននៃសន្តិភាពនៅមជ្ឈមបៀខណៈអ៊ីរ៉ង់យល់ព្រមប្រគល់អ៊ុយរ៉េញ៉ូមឲ្យអាមេរិកហើយជាថ្នូរនឹងសន្តិភាពយោងតាមការចាប់ផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី16ខែមេសាឆ្នាំ2026បានឲ្យដឹងថាពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តថ្មីនៃសន្តិភាពនៅតំបន់មជ្ឈមបៀបន្ទាប់ពីប្រធានាធិបតីលោកដូណាល់ត្រាំបានប្រកាសពីវឌ្ឍនភាពដ៏សំខាន់ក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ចំណុចរបត់ដ៏សំខាន់បំផុតនោះគឺអ៊ីរ៉ង់បានយល់ព្រមប្រគល់ឃ្លាំងស្តុកអ៊ុយរ៉េញ៉ូមចម្រាញ់រួចដែលលោកដូណាល់ត្រាំហៅថាម្សៅនុយក្លេអ៊ែរឲ្យមកសហរដ្ឋអាមេរិកអ៊ុយរ៉េញ៉ូមទាំងនេះត្រូវបានគេដឹងថាអាចយកទៅកែច្នៃជាអាវុធនុយក្លេអ៊ែរបានយ៉ាងគ្រោះថ្នាក់ប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថាកិច្ចព្រមព្រៀងណាមួយដែលកើតមានឡើងត្រូវតែធានាឲ្យបានថាអ៊ីរ៉ង់នឹងមិនមានលទ្ធភាពកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាតនិងជារៀងរហូតគួររំលឹកផងដែរថាភាពតានតឹងនេះបានផ្ទុះឡើងកាលពីថ្ងៃទី28ខែកុម្ភៈដោយសហរដ្ឋអាមេរិកធ្លាប់បានគម្រាមកំហែងប្រើប្រាស់ប្រតិបត្តិការវាយប្រហារតាមអាកាសនិងបន្តវិធានការបិទគប់ច្រកសមុទ្រហោមូសប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមទោះជាយ៉ាងណានៅថ្ងៃទី16ខែមេសាឆ្នាំ2026នេះលោកដូណាល់ត្រាំបានមានប្រសាសន៍ដោយក្តីសង្ឃឹមថាភាគីទាំងពីរគៀកបង្កោយក្នុងការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមកំពុងឆាបឆេះពាសពេញមជ្ឈមបៀស្របពេលជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បានចេញមុខព្រមានថាប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តខុសនោះនឹងត្រូវប្រឈមមុខនឹងការបិទគប់ទាំងស្រុងនិងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំធេងរបស់ខ្លួនដោយឡែកព័ត៌មានដ៏រីករាយមួយទៀតដែលត្រូវបានប្រកាសដោយលោកដូណាល់ត្រាំគឺប្រទេសអ៊ីស្រាអែលនិងលីបង់បានយល់ព្រមឈប់បាញ់គ្នាបណ្ដោះអាសន្នរយៈពេល10ថ្ងៃគេរំពឹងថាមេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើដំណើរទៅកាន់សេតវិមាននៅក្នុងពេលឆាប់ខាងមុខនេះចំណែកឯក្រុម Hezbollah ក៏បានបញ្ជាក់ដែរថាពួកគេនឹងគោរពកិច្ចព្រមព្រៀងនេះដរាបណាអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារមន្ត្រីការទូតក៏បានបង្ហើបឲ្យដឹងថាប្រទេសប៉ាគីស្ថានកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាអ្នកសម្របសម្រួលកិច្ចចរចារវាងទីក្រុង Washington និងតេហេរ៉ង់អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថានលោកអាស៊ីម មូនីបានជួបពិភាក្សាជាមួយប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ទោះជាយ៉ាងណាផ្លូវឆ្ពោះទៅរកសន្តិភាពនៅមានឧបសគ្គខ្លះៗដោយសារសំណើរបស់ភាគីទាំងពីរមានគម្លាតពីគ្នាសហរដ្ឋអាមេរិកចង់ឲ្យអ៊ីរ៉ង់ផ្អាកការចម្រាញ់អ៊ុយរ៉េញ៉ូមរយៈពេល20ឆ្នាំខណៈដែលអ៊ីរ៉ង់ស្នើត្រឹមតែ5ឆ្នាំប៉ុណ្ណោះដោយអះអាងថាគម្រោងរបស់ខ្លួនគឺសម្រាប់បម្រើវិស័យស៊ីវិលស្ថានភាពវិវត្តចុងក្រោយនៅឯច្រកសមុទ្រហមូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកនៅតែមានភាពតានតឹងបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិកបានអះអាងថាខ្លួនបានទប់ស្កាត់ការជួញដូរតាមសមុទ្ររបស់អ៊ីរ៉ង់បានស្ទើរតែទាំងស្រុងដោយក្នុងនោះមាននាវាបម្រុងទុកយ៉ាងហោចណាស់13គ្រឿងត្រូវបានស្ទាក់ចាប់ជាការឆ្លើយតបអ៊ីរ៉ង់បានព្រមានថាប្រសិនបើអាមេរិកបង្កើនការគ្រប់គ្រងផ្លូវទឹកនេះពួកគេនឹងបិទគប់ការនាំចេញនាំចូលនៅក្នុងឈូងសមុទ្រប៉ែកសមុទ្រអូម៉ង់និងសមុទ្រក្រហមរួមទាំងនឹងអាចវាយប្រហារលើនាវាចម្បាំងអាមេរិកផងដែរខ្ញុំមុនីវ៉ាន់ពី RT News